សួស្តីបងប្អូនអរគ្នាចាព័ត៌មាននេះនឹងខ្ញុំដកចេញពីព័ត៌មាន MBC ប៉ុន្តែបងប្អូនព័ត៌មានអត់ដូចគេដកយកមកនិយាយឬក៏ពិភាក្សាគេស្រាវជ្រាវច្រើនយកមកពិភាក្សាទេអាហ្នឹងទៅវាដឹងច្បាស់តែព័ត៌មានវាគ្រាន់តែជាផ្នែកមួយទេចាអត់បានច្បាស់ទេហើយនឹងខ្ញុំបកពីព័ត៌មានអញ្ចឹងហើយមានបងប្អូនកាលមុនគាត់ថាឡានថ្មីហេតុអីបានជាមានផ្លាកលេខអ្នកខ្លះទៅថានាងខ្ញុំចេះតែនិយាយអីចឹងនាងខ្ញុំក៏ដកចេញពីព័ត៌មានមកដែរវាមានប្រហែលជាមានចំណុចខ្លះត្រូវចំណុចខ្លះវាអាចនឹងខ្វះខាតប៉ុន្តែនាងខ្ញុំមើលព័ត៌មានច្រើនហើយមើលគណៈវិភាគផងដែរឡានប្រភេទឡានដែលនៅប្រទេសចិនឡានអគ្គិសនីហ្នឹងមានក្រុមហ៊ុនឮថាជាង20ជាងបងប្អូនហើយឡានដែលផលិតច្រើនជាងគេហ្នឹងពី YD ហ្នឹងតែម្ដងដល់ពេលគាត់ផលិតច្រើនទៅវាលក់មិនតាន់ទេបងប្អូនហើយមួយវិញទៀតត្រូវមានសង្គ្រាមសេដ្ឋកិច្ចជាមួយនឹងសហរដ្ឋអាមេរិកទៀតអញ្ចឹងឲ្យធ្វើឲ្យឡានហ្នឹងវាកើនៅនឹងតែម្ដងបងប្អូនលក់មិនចេញទេហើយគាត់បញ្ចុះតម្លៃរហូតទៅដល់34% ផងដែរចាសំទោស34%ប៉ុន្តែក៏នៅតែលក់ក្នុងស្រុកគឺលក់លែងចេញហើយអញ្ចឹងគាត់ប្រវេទៅផ្សេងដូចជាប្រទេសកូរ៉េជប៉ុនប្រទេសប្រេស៊ីលនិយាយទៅនៅតំបន់អាស៊ីអីហ្នឹងគាត់បញ្ចេញទៅអស់ហើយប៉ុន្តែទីផ្សារវានៅតូចអត់ដូចនៅខាងសហរដ្ឋអាមេរិកអីចឹងណាហើយមួយវិញទៀតបងប្អូនឧទាហរណ៍ថាគាត់គេដូចជាឆ្នាំមុន2024គាត់លក់បាន1200,000គ្រឿងចាលក់ដាច់ណាបងប្អូននៅលើពិភពលោកឡានចិនឲ្យដោយសារតម្លៃថោកហើយអាឡានម៉ាកហ្នឹងគឺវារៀងដូចថាវាអាប់ដេតច្រើនហើយក៏វាថាអាចទទួលយកបានវាមិនអន់ពេកគេអាចជិះបានតម្លៃវាថោកប៉ុន្តែឆ្នាំនេះគាត់ផលិតលើសលប់ឧទាហរណ៍គេថាឆ្នាំហ្នឹងលក់ប្រហែលជាបាន1600,000គ្រឿងទៅ1700,000គ្រឿងតាមការសន្និដ្ឋានរបស់គេប៉ុន្តែគាត់ផលិតរហូតទៅដល់3600,000គ្រឿងចាអញ្ចឹងហើយវាធ្វើឲ្យនៅសល់បងប្អូនយកទៅបញ្ចុះទីផ្សារនៅណាទៀតហើយផលវិបាកច្រើនទៅនៅប្រទេសផ្សេងនៅពេលដែលគាត់នាំចេញប្រទេសកូរ៉េក៏ផុតពោះដែរប្រទេសកូរ៉េបងប្អូនកាលពីមុនក្រុមហ៊ុនច្រើនណាដោយសារតែចិនប្រទេសកូរ៉េបាត់ក្រុមហ៊ុនបន្តគ្នាតែចិនបច្ចេកទេសវាជឿនលឿនរបស់ថោកអញ្ចឹងកូរ៉េលោតអត់ឈ្នះចិនទេកូរ៉េមុនដំបូងបច្ចេកទេសលឿនប៉ុន្តែដល់ពេលតម្លៃពលកម្មតម្លៃអ្វីវាឡើងថ្លៃអញ្ចឹងយើងរត់អត់ឈ្នះប្រទេសចិនទេហើយក្រុមហ៊ុនឡានអគ្គិសនីមក BYD ហ្នឹងបងប្អូនគឺខាតរាល់ខែគឺអត់មានលក់ចំណេញបានទេប្រហែលជាត្រូវបាត់ទ្វារឬក៏ត្រូវបន្តដំណើរទៅទៀតគឺចាំមើលទៅថ្ងៃមុខទៀតចាហើយឡាននៅថ្មីទេបងប្អូនចាគាត់មិនដែលបើកអីសុំតែម្ដងគាត់ធ្វើជាឡានចាស់ដើម្បីលក់តម្លៃថោកឲ្យលក់ចេញលឿនៗអញ្ចឹងណាបងប្អូនចាសូមអរគុណនិងជម្រាបលា